អ្នកខ្ញុំគាត់វាឆ្ងល់មកថារាល់ដងតែអ្នកឃើញគេយកមេមត់យកមេកម៉ាឬក៏ប្រើប៊ូដាអញ្ចឹងដើម្បីយកទៅដោះស៊ីវិញហ្នឹងអ្នកគ្នាបាទប៉ុន្តែគឺខ្ញុំលើកហ្នឹងគឺខ្ញុំយក Tiger តំណអ្នកគ្នាបាទយក Tiger ទៅដោះស៊ីវិញហ្មងអញ្ចឹងអ្នកខ្ញុំគាត់ឆ្ងល់ថាចុំចាបែបនេះយក Tiger យកទៅដោះស៊ីវិញនេះកើតប៉ុន្តែខ្ញុំនឹងធ្វើឲ្យកើតអ្នកគ្នាបាទធ្វើឲ្យកើតហ្មងដោយខ្ញុំប្រើជាមួយ Fruit Tiger ជាមួយនឹងV4 Shark ខ្ញុំដែលខ្ញុំ show អ្នកឃើញហ្នឹងយកទៅអត់ស៊ីវិញដល់អ្នកគ្នាបាទរួមជាមួយនឹងពាក់Leviathan Shield ហ្នឹងអញ្ចឹងចង់ដឹងថាខ្ញុំដោះទៅប៉ាអត់ជាមួយក៏មិនយើងចាំមើលទាំងអស់គ្នាអ្នកគ្នាបាទហើយពេលខ្ញុំជិះចូលដល់កន្លែងសមុទ្រលេខ6ហ្នឹងក៏ស្រាប់តែមានរ៉ាំប្រលីងពួកចលែនសមុទ្រហ្នឹងគេថាវា spawn មកម្ដង3យ៉ាងអ្នកគ្នាបាទហើយទីទៀតឃើញអ្នកគ្នាបាទជិះដល់លេខ6តន់បាននឹងអីផងគឺវា spawn នៅគៀនហ្នឹងម្ដងទីទៀតក៏វា load មកអ្នកគ្នានេះបាទគាត់ថាវាបាន load មកឲ្យពួកសត្វចលែនសមុទ្រហ្នឹងអ្នកគ្នាបាទឥឡូវខ្ញុំធ្វើការ transform ឲ្យវាយមួយវាតែម្ដងវាយមួយបែក3អ្នកគ្នាបាទអត់ខ្លាចទេអ្នកគ្នាបាទÉ só Vou deixar sua bunda arder, vou dar tapa, 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 tapa pra caralho. Vou deixar sua bunda arder, vou dar tapa, 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 tapa pra caralho. OK អ្នកនរគ្នាបាទគឺថាយើងដោះស៊ីវ៉ាន់មិញហ្នឹងវាយពួកចលែនសមុទ្រមិញហ្នឹងគឺថាមួយអែមណែដែរអ្នកគ្នាបាទមានតែបបាអីយើងមាន V4 Shark ហើយជាមួយនឹងLeviathan Shield អញ្ចឹងទៅយើងអត់មានបញ្ហាទេអ្នកគ្នាបាទអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងបាយអ្នកគ្នា